ត្រីសាម៉ុនបងប្អូនធ្លាប់តែយកទៅញ៉ាំជាមួយនឹងវ៉ាសាប៊ីឬក៏ញ៉ាំជាមួយនឹងទឹកត្រីបុកផ្សេងហើយយកមកញ៉ាំបែបខ្មែរបែបនេះជឿជាក់ថាបងប្អូនខ្លះអត់តាន់បានសាកល្បងនៅឡើយទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបធ្វើញ៉ាំត្រីសាម៉ុនបែបខ្មែរឲ្យមានរសជាតិឆ្ងាញ់តោះបងប្អូនកុំចាំយូរទៅមើលពីការចម្អិនរបស់ខ្ញុំទាំងអស់គ្នាហើយវីដេអូនេះដំណើរការទៅបានក៏មិនភ្លេចដល់ True Home ផងដែរបើសិនជាបងប្អូនចង់សាងសង់ផ្ទះនៅក្នុងក្តីស្រមៃសង់ដោយទំនុកចិត្តអាចជ្រើសរើសជាមួយនឹងក្រុមហ៊ុន True Home បានឥឡូវនេះចាប់ផ្ដើមមកហាន់ម្ទេសហាវ៉ៃពណ៌ខៀវហើយបងប្អូនយើងហាន់ជាចំណិតបែបហ្នឹងមកបងប្អូនហាន់តាមការចូលចិត្តទេចូលចិត្តក្រាស់ស្ដើងអីហាន់តាមការចូលចិត្តហើយចំពោះម្ទេសហាវ៉ៃថ្ងៃនេះខ្ញុំប្រើ3ពណ៌តែម្ដងតាំងកពិតទៅវាជួយមួយផ្នែកក្នុងម្ហូបដែរហើយមួយទៀតមានក្លិនឈ្ងុយហើយក៏ពណ៌ស្រស់ស្អាតដែរចឹងហើយបន្តមកទៀតខ្ញុំហាន់ក្តោបស្វាយក្តោបសយើងហាន់បែបហ្នឹងមកបងប្អូនខ្ញុំអត់ហាន់យកស្ដើងពេកទេស្ដើងពេកអាចនៅពេលដែលយើងញ៉ាំទៅវាទន់ជាមួយនឹងទឹកសុសទៅវាបាត់បន្លែអញ្ចឹងហើយហាន់រាងក្រាស់ដែរបន្តមកទៀតខ្ញុំហាន់ខ្ទឹមក្រហមហើយនឹងម្ទេសហើយយើងទុកម្លាយសិនមកឥឡូវនេះគ្រឿងយើងអត់មានអីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងឯងយើងចាប់ផ្ដើមមកញ៉ាំតែម្ដងញ៉ាំខ្ញុំអត់សូវចោលទេបង្គាក្រៀមនោះបងប្អូនយើងដាក់មករួចហើយខ្ញុំដាក់ខ្ទឹមសហើយនឹងម្ទេសដែលយើងបុកម៉ត់ហ្នឹងយើងដាក់ចូលមករួចហើយយើងបន្ថែមប៊ីចេងបន្តិចមកបងប្អូនស្ករសដាក់រៀងច្រើនដែរហើយទឹកត្រីដោយសារយើងយករសជាតិបែបជូរអែមដូចយើងញ៉ាំខ្មែរយើងអញ្ចឹងបងប្អូនហើយទឹកក្រូចឆ្មានេះខ្ញុំប្រើក្រូចឆ្មាស្រស់បងប្អូនយើងច្បាច់ចេញពីផ្លែក្រូចឆ្មាតែម្ដងហើយយើងកូរចូលគ្នាឲ្យសព្វគ្រឿងមកកន្លែងនេះបងប្អូនភាគច្រើនខ្ញុំភ្លក់មើលរសជាតិសិនយកបែបប្រៃល្មមហើយជូរផ្អែមដិតបានធ្វើឲ្យឆ្ងាញ់ហើយសម្រាប់ញ៉ាំវិញបងប្អូនយើងកុំឲ្យផ្អែមជ្រុលពេកយើងយកបែបរាងជូរមកវាធ្វើឲ្យញ៉ាំយើងមានរសជាតិឆ្ងាញ់ហើយបងប្អូនឃើញខ្ញុំដួសទឹកសោសចេញបន្តិចហ្នឹងគឺយើងទុកយកទៅប្រឡាក់មួយត្រីសាម៉ុនបន្តិចសិនឲ្យវាចូលជាតិបន្តិចសិនអញ្ចឹងហើយឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់បន្លែដែលហាន់ទុកហ្នឹងចូលហើយបងប្អូនយើងដាក់ចូលទាំងអស់គ្នាមកហើយអត់ប្រើបន្លែច្រើនពេកប្រើមុខបន្តិចមកដោយសារយើងថ្ងៃនេះញ៉ាំបែបបន្តិចដែរតែបងប្អូនខ្ញុំញ៉ាំម្នាក់ឯងអញ្ចឹងហើយញ៉ាំតែមួយចានទេអញ្ចឹងហើយយើងដាក់ចូលមកច្បល់ចូលគ្នាឲ្យសព្វសម្រាប់បងប្អូនដែលតាមដានเพจញ៉ាំយូរហើយអត់ទាន់បាន like follow เพจញ៉ាំទេបងប្អូនកុំភ្លេចជួយ like follow เพจញ៉ាំម្នាក់មួយផងណាពេលយើងច្បល់ចូលគ្នាសព្វហើយបងប្អូនថែមជាមួយនឹងសណ្តែកដីញ៉ាំយើងខ្វះអត់បានទេបងប្អូនសណ្តែកដីហ្នឹងគឺយើងដាក់ចូលមករួចហើយថែមជីពេលដាក់ជីហើយយើងច្បល់ឲ្យសព្វគ្នាជាមួយបន្លែហ្នឹងតិចមកយើងទុកម្លាយសិនបងប្អូនចំពោះញ៉ាំបែបនេះបងប្អូនបើសិនជាបងប្អូនចូលចិត្តបែបមានជើងមាន់ជើងទាដែលដកឆ្អឹងអស់ហ្នឹងបងប្អូនអាចដាក់មួយមកបងប្អូនលាយអញ្ចឹងមកហើយយើងរៀបដាក់ចានសិនមករួចហើយចាំយើងដាក់សាល់ម៉ុនដែលប្រឡាក់ជាមួយនឹងទឹកសោសយើងបន្ថែមហើយយើងយកទៅដាក់ពីលើទៀតខ្ញុំដាក់សាល់ម៉ុនចូលបងប្អូនហើយទឹកសោសដែលខ្ញុំលាយទុកហ្នឹងខ្ញុំដាក់ចូលមកហើយយើងច្បល់ឲ្យសព្វមកយើងច្បល់ឲ្យសព្វមកហើយយើងយកទៅរៀបចំញ៉ាំហើយបងប្អូនឆ្ងល់ហើយថាហេតុអីបានជាខ្ញុំហ្នឹងអត់ព្រមដាក់សាល់ម៉ុនចូលគ្នាហើយយើងយកមកដាក់បែបហ្នឹងបងប្អូនសាល់ម៉ុនយើងដាក់ចូលគ្នាក៏បានដែរបើករណីយើងធ្វើញ៉ាំតែម្ដងបងប្អូនប៉ុន្តែថ្ងៃនេះខ្ញុំថតចឹងហើយខ្ញុំត្រូវការឲ្យឃើញត្រីសាល់ម៉ុនហ្នឹងនៅពីលើបន្លែរបស់ខ្ញុំដែលខ្ញុំបានរៀបចំហ្នឹងអញ្ចឹងហើយក៏ខ្ញុំលាយទឹកសោសផ្សេងមកយើងយកដាក់ពីលើបែបនេះវាធ្វើឲ្យស្អាតផងទី1ទី2ទៀតទៅវាមើលទៅតំណងគួរឲ្យចង់ញ៉ាំបងប្អូនប៉ុន្តែបើបងប្អូនធ្វើញ៉ាំនៅផ្ទះបងប្អូនអាចដាក់ជាមួយនឹងបន្លែហ្នឹងតែម្ដងក៏បានដូចគ្នាដែរអត់អីទេឥឡូវនេះខ្ញុំរៀបចំហើយយើងរៀបចំបែបហ្នឹងមកបងប្អូនហើយបន្លែសាឡាត់ហ្នឹងហើយយើងមានសាឡាត់ហ្នឹងដាក់ពីហ្នឹងបន្តិចមកហើយការរៀបចំវិញបងប្អូនអាចរៀបចំដាក់បែបណាក៏បានដែរចានបងប្អូនអាចប្រើចានមូលចានពងក្រពើចានជ្រុងអីបានតាមចិត្តទាំងអស់ហើយក្រោយនេះគឺខ្ញុំថែមជាមួយនឹងម្ទេសបងប្អូនម្ទេសដែលយើងបានហាន់ទុកហ្នឹងយើងថែមម្ទេសបន្តិចមកហើយជីពីលើតែម្ដងមកគឺថាស្រស់ស្អាតតែម្ដងសម្រស់ស្រស់ស្អាតរសជាតិក៏ឆ្ងាញ់ឃើញហើយគឺថាចង់ញ៉ាំតែម្ដងបងប្អូនបើសិនជាយើងមានគ្នាត្រឹមតែ2នាក់3នាក់ហើយយើងដាក់មួយកែវម្នាក់មកគឺថាជាតិណាបងប្អូនហើយចំពោះញ៉ាំមួយមុខនេះវិញបងប្អូនសំខាន់ជាងគេគឺយើងលាយគ្រឿងហើយមួយទៀតអ្វីដែលសំខាន់មែនទែនគឺយើងត្រូវជ្រើសរើសរកសាល់ម៉ុនណាដែលស្រស់ល្អទើបធ្វើឲ្យមុខម្ហូបយើងមួយមុខនេះមានរសជាតិកាន់តែឆ្ងាញ់អញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយបងប្អូនកុំភ្លេចជួយ like share comment វីដេអូរបស់ខ្ញុំទាំងអស់គ្នាផងណាអរគុណ